អាយដាមឧបនាយករដ្ឋមន្ត្រីសายសំអាលចាត់ទុកនគរពាណិជ្ជកម្មថាជាកិច្ចការដ៏សំខាន់ជានិមិត្តរូបនៃការរស់រានមានជីវិតនិងការលូតលាស់របស់កម្ពុជាជាការរៀបចំដែនដីនិងរៀបចំសេដ្ឋកិច្ចឲ្យដើរលើផ្លូវត្រឹមត្រូវក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេសនិងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដីនិងនគរពាណិជ្ជកម្មនាថ្ងៃទី27ខែមីនាឆ្នាំ2025អាយដាមឧបនាយករដ្ឋមន្ត្រីសายសំអាលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានចាត់ទុកនគរពាណិជ្ជកម្មថាជាកិច្ចការដ៏សំខាន់ជានិមិត្តរូបនៃការរស់រានមានជីវិតនិងការលូតលាស់របស់កម្ពុជាជាការរៀបចំដែនដីនិងរៀបចំសេដ្ឋកិច្ចឲ្យដើរលើផ្លូវត្រឹមត្រូវហើយនេះជាពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួងលើការកំណត់ចំណុចរួមនិងឯកភាពគ្នាដើរតាមគន្លងនេះក្នុងការធ្វើកិច្ចការនគរពាណិជ្ជកម្មជាមួយគ្នានេះអាយដាមឧបនាយករដ្ឋមន្ត្រីសายសំអាលបានថ្លែងអំណរគុណមូលនិធិជប៉ុនសម្រាប់វិបលភាពនិងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា IFPR តាមរយៈធនាគារអភិវឌ្ឍអាស៊ី ADB ដែលបានផ្ដល់ការគាំទ្រក្នុងគម្រោងគាំទ្របច្ចេកទេសនិងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដីនិងនគរពាណិជ្ជកម្មនេះអាយដាមឧបនាយករដ្ឋមន្ត្រីចាត់ទុកថាគម្រោងនេះជាគម្រោងមួយដ៏មានសារៈសំខាន់និងសម្របសម្រួលតាមពេលវេលារបស់យើងហើយឆ្លើយតបទៅនឹងអ្វីដែលជាចំណុចសំខាន់របស់រដ្ឋាភិបាលពីព្រោះគម្រោងនេះជាឱកាសសាក់លបងយកក្រុងកំពតប៉ោយប៉ែតនិងក្រុងបាវិតមកកិត្តគូក្នុងការងាររៀបចំដែនដីនិងនគរពាណិជ្ជកម្មដែលការងារនេះជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិអាយដាមបានបន្ថែមថាចំពោះការរៀបចំទីក្រុងក៏ត្រូវការធនធានមនុស្សដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នានិងមានការឯកភាពគ្នានោះទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អនិងអភិវឌ្ឍតាមសក្តានុពលនៃតំបន់នីមួយៗដើម្បីរក្សានិរន្តរភាពរបស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចអាយដាមសายសំអាលបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួងត្រូវសម្លឹងឲ្យបានវែងឆ្ងាយលើការងារនគរពាណិជ្ជកម្មដែលមិនគ្រាន់តែជាការរៀបចំគូប្លង់ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេប៉ុន្តែជាការធ្វើយ៉ាងណាគិតគូរបង្កើតគំនិតកែច្នៃទាញយកប្រយោជន៍ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបានមានន័យថាធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារមានប្រាក់ចំណូលសេដ្ឋកិច្ចទីក្រុងមានភាពរឹងមាំនិងលូតលាស់ផងដែរសូមជម្រាបថាគម្រោងនេះបានផ្ដល់ការគាំទ្របច្ចេកទេសលើកិច្ចការពីរសំខាន់គឺការកសាងផែនការនិងសមត្ថភាពក្នុងផ្នែករៀបចំដែនដីនគរពាណិជ្ជកម្មហើយផ្ដើមចេញពីគម្រោងនេះជាប្រទីបបំភ្លឺផ្លូវលើការរៀបចំកម្ពុជាឲ្យទៅជាកម្ពុជាមាតុភូមិខ្ញុំបណ្ដុះគំនិតឲ្យប្រជាជនស្រឡាញ់ទឹកដីនិងជាតិនិយមដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើងព្រមទាំងរៀបចំដែនដីនិងសេដ្ឋកិច្ចកម្ពុជា